ចាស់មួយប្រកងមានស្លឹកប្រក្រងស្រស់ក៏បានស្ងួតក៏បានតំងយើងមានស្លឹកប្រក្រង30 ទៅ40 ស្លាបដាក់ទឹកកន្លះលីត្រយើងច្បាច់ងត់ងងខ្ទេចអស់នៅសល់តែត្រនងរបស់ស្លឹកប្រក្រងយើងដាក់កន្ត្រងច្រោះជាកាកចេញយើងទុកឲ្យកក3-4 ម៉ោងនោះយើងបានប្រក្រងចាស់មួយមានរសជាតិឆ្ងាញ់គ្មានរសជាតិក្រពុលគ្មានធំក្លិនអ្នកដែលក្តៅឧស្សាហ៍ក្តៅខ្លួនញ៉ាំប្រក្រងត្រូវត្រជាក់ខ្លួនទឹកមិនចាប់ញ៉ាំថ្នាំប៉ានោះទេខ្ញុំអរគុណទូចាស់មួយប្រក្រងមានស្លឹកប្រក្រងស្រស់ក៏បានស្ងួតក៏បានតំងយើងមានស្លឹកប្រក្រង30 ទៅ40 ស្លាបដាក់ទឹកកន្លះលីត្រយើងច្បាច់ងត់ងងខ្ទេចអស់នៅសល់តែត្រនងរបស់ស្លឹកប្រក្រងយើងដាក់កន្ត្រងច្រោះជាកាកចេញយើងទុកឲ្យកក3-4 ម៉ោងនោះយើងបានប្រក្រងចាស់មួយមានរសជាតិឆ្ងាញ់គ្មានរសជាតិក្រពុលគ្មានធំក្លិនអ្នកដែលក្តៅឧស្សាហ៍ក្តៅខ្លួនញ៉ាំប្រក្រងត្រូវត្រជាក់ខ្លួនទឹកមិនចាប់ញ៉ាំថ្នាំប៉ានោះទេខ្ញុំអរគុណទូចាស់មួយប្រក្រងមានស្លឹកប្រក្រងស្រស់ក៏បានស្ងួតក៏បានតំងយើងមានស្លឹកប្រក្រង30 ទៅ40 ស្លាបដាក់ទឹកកន្លះលីត្រយើងច្បាច់ងត់ងងខ្ទេចអស់នៅសល់តែត្រនងរបស់ស្លឹកប្រក្រងយើងដាក់កន្ត្រងច្រោះជាកាកចេញយើងទុកឲ្យកក3-4 ម៉ោងនោះយើងបានប្រក្រងចាស់មួយមានរសជាតិឆ្ងាញ់គ្មានរសជាតិក្រពុលគ្មានធំក្លិនអ្នកដែលក្តៅឧស្សាហ៍ក្តៅខ្លួនញ៉ាំប្រក្រងត្រូវត្រជាក់ខ្លួនទឹកមិនចាប់ញ៉ាំថ្នាំប៉ានោះទេខ្ញុំអរគុណយើងច្របាច់ជាហួយប្រក្រងហើយយើងត្រង់ចម្រោះដាក់កន្ត្រងយកកាត់ចេញកកនេះយើងច្របាច់ជាហួយប្រក្រងហើយយើងត្រង់ចម្រោះដាក់កន្ត្រងយកកាត់ចេញ
ពីច្បាច់ស្លឹកប្រកងហើយយើងត្រង់យកកាក់ចេញខ្លាញ់ជាជួយបាត់ហើយខាត់ជីយើងត្រង់ពីច្បាច់ស្លឹកប្រកងហើយយើងត្រង់យកកាក់ចេញខ្លាញ់ជាជួយបាត់ហើយខាត់ជីក្រោយពីច្របាច់ស្លឹកប្រកងមកហើយដោយសារតែតនំកដាយើងយកត្រនំកដាចេញហើយយើងច្រោះហើយកញ្ច្រែងច្រោះឲ្យមកច្រោះវាអស់កាហើយយើងដាក់ទុកចោលមួយម៉ោងក៏ចាជាចាស់ប្រកងជាបង្អែមរបស់ខ្មែរដែលស្អាតឆ្ងាញ់រសជាតិឆ្ងាញ់មានក្លិនមានសារធាតុគីមីធម្មជាតិចំហុយនឹងក្រំប្រកងឆ្ងាញ់របស់ខ្មែរមានធម្មជាតិក្រោយពីច្របាច់ស្លឹកប្រកងមកហើយដោយសារតែតនំកដាយើងយកត្រនំកដាចេញហើយយើងច្រោះហើយកញ្ច្រែងច្រោះឲ្យមកច្រោះវាអស់កាហើយយើងដាក់ទុកចោលមួយម៉ោងក៏ចាជាចាស់ប្រកងជាបង្អែមរបស់ខ្មែរដែលស្អាតឆ្ងាញ់រសជាតិឆ្ងាញ់មានក្លិនមានសារធាតុគីមីធម្មជាតិចំហុយនឹងក្រំប្រកងឆ្ងាញ់របស់ខ្មែរមានធម្មជាតិវិធីធ្វើចាហួយប្រកងមានវិធីស្លឹកប្រកង30សន្លឹកទឹកកន្លះលីត្រយើងច្របាច់ប្រកងរត់ដោយតិចទឹកប្រកងអស់តែផងយើងច្រោះយកកាក់ចេញយើងដាក់នៅចានទុកឲ្យកក3-4ម៉ោងទើបយើងញ៉ាំបានប្រកងខ្មែរធម្មជាតិមានស្លឹកបន្ទះធំក្រាស់គ្មានក្លិនខ្ពើគ្មានក្លិនរសជាតិល្វីងញ៉ាំត្រជាក់អ្នកនៅក្តៅខ្លួនញ៉ាំប្រកងត្រជាក់សាច់វិធីធ្វើចាហួយប្រកងមានវិធីស្លឹកប្រកង30សន្លឹកទឹកកន្លះលីត្រយើងច្របាច់ប្រកងរត់ដោយតិចទឹកប្រកងអស់តែផងយើងច្រោះយកកាក់ចេញយើងដាក់នៅចានទុកឲ្យកក3-4ម៉ោងទើបយើងញ៉ាំបានប្រកងខ្មែរធម្មជាតិមានស្លឹកបន្ទះធំក្រាស់គ្មានក្លិនខ្ពើគ្មានក្លិនរសជាតិល្វីងញ៉ាំត្រជាក់អ្នកនៅក្តៅខ្លួនញ៉ាំប្រកងត្រជាក់សាច់
វិធីធ្វើចាហួយប្រក្រុងមានវិជាស្លាបបតង30សន្លឹកទឹកកាលីត្រយើងច្របាច់ប្រក្រុងរត់ដល់តិចទឹកប្រក្រុងអស់តែផងយើងច្រោះយកកាក់ចេញយើងដាក់នៅចានទុកឲ្យកក3-4ម៉ោងទើបយើងញ៉ាំបានប្រក្រុងខ្មែរធម្មជាតិមានស្លឹកបន្ទះធំក្រាស់គ្មានក្លិនខ្ពុលគ្មានក្លិនរសជាតិល្វីងញ៉ាំត្រជាក់អ្នកនៅក្តៅខ្លួនញ៉ាំប្រក្រុងត្រជាក់សាច់